đâyប្រហែលលេខវាថៃថាលោកគ្រូខ្ញុំដឹងលេខដែលលោកគ្រូទៅសេហ្នឹងគឺលេខទូរស័ព្ទរបស់គាត់តែអញ្ចឹងវិញអូចំណងមានលេខទូរស័ព្ទតែឆ្នាំ1000ហើយគាត់ជាអ្នកនិពន្ធដល់ល្បីចាតោះនោះវាមើលពីចង្ងាយវាបានស្ដាប់គ្រូនិយាយអីវាលើកដៃហើយវាថាខ្ញុំដឹងបើសិនបើខ្ញុំឆ្លើយលោកគ្រូចាំស្ដាប់ណាបាទមកឆ្លើយមកគឺលេខដែលគេទៅសេនៅលើក្តារខៀនហ្នឹងគឺលេខទូរស័ព្ទរបស់គាត់បើសិនបើលោកអ្នកចង់ដឹងទេទៅគាត់សួរគាត់ទៅប្រាប់និយាយវិញតាមពិតអាហ្នឹងលេខដូចថាគេ reference អីគេតែងតែដាក់គេថា Victor Hugo អញ្ចឹងគេដាក់លេខអញ្ចឹងណា1300ប្រហែល20ដល់1350ទីហោអញ្ចឹងណាហើយគេដាក់ស្អីគេអំណះអំណាងអីអញ្ចឹងទៅរួចដល់ពេលហើយសួរកូនសិស្សអញ្ចឹងសួរកូនសិស្សណាសួរកូនសិស្សនេះដឹងដឹងគ្នាអញ្ចឹងដែរទោះថាហ្នឹងលេខអីគេលោកគ្រូលោកគ្រូសួរបងប្អូនដឹងទេអាលេខ1820ដល់1850ត្រេមួយហ្នឹងអាហ្នឹងលេខអីគេបងប្អូននេះនាំមានឆ្លើយហីដល់អញ្ចឹងដូចជាចាមួយនៅក្រោយគេបាទលោកគ្រូអូអ្នកចេះគេថាបន្ទុកនឹងអពេញតោះបន្ទុកពេញបាទលោកគ្រូលេខដែលគេដាក់ពីក្រោយឈ្មោះលោក Victor Hugo ដែលជាអ្នកនិពន្ធជនជាតិបារាំងហ្នឹងគឺលេខទូរស័ព្ទរបស់គាត់ឆ្លើយមកដូចហមមួនខ្លាំងចឹងអូម្នាក់នោះមានបានទៅស្ដាប់គ្រូនិយាយពីដំបូងចាតែដូចក៏ជំនាន់ខ្ញុំរៀនដែរណាខ្ញុំរៀនអង្គុយពីក្រោយអីទៅពីបានស្ដាប់បាននៅវគ្គក្រោយយើងនឹងមានអ្វីដែលប្លែកពិសេសជានិទានហើយក៏សូមការខន្តីអភ័យទោសពីការនិទានរឿងកំ pl ែងពីយើងខ្ញុំទាំង3នាក់សុខគេលក្ខណៈ BAG ហើយប្រសិនបើអស់លោកស្រីអ្នកនាងកញ្ញាមានបំណងចង់ចូលរួមស្ថាបនានៅកម្មវិធីសុខគេលក្ខណៈ BAG ឬក៏ចង់ចូលរួមផ្ដល់ជារឿងកំ pl ែងអាចទំនាក់ទំនងបានតាមរយៈ email របស់លោកសវណ្ណរិទ្ធីហើយ Victor ដែលលោកគឺជាប្រធានផលិតនិងដឹកនាំកម្មវិធីសុខគេលក្ខណៈ BAG គឺ victor.sawan@ctn.com.kh ចា៎មុននឹងបានជួបគ្នានៅវគ្គបន្តកម្មវិធីសុខគេលក្ខណៈ BAG សូមពេលអញ្ញាតសម្រាប់មួយផ្លែសិនទស្សនាវីដេអូសម្ដែងប៉ុន្តែមុននឹងទស្សនានោះពីកម្មវិធីរបស់យើងបាទគឺក៏មានការបង្ហាញជូនគឺការផ្ទេរចំណេះដឹងគ្នាទៅវិញទៅមកបាទពីទូទៅយើងតែងតែលេងរបៀបថាដូចបងបញ្ញាចង់ថាអ្នកទាំងពីរដឹងអីខ្លះហើយសង្ឃឹមថាអាចបងប្អូនយុវវ័យឬក៏លោកយាយលោកតានៅតាមគេដ្ឋានជួយឆ្លើយគ្នាបាទឆ្លើយមកខ្ញុំស្ដាប់ឮទៅអស់បាទកុំឲ្យយូរខ្ញុំមានគេហៅថានេះកឡជោកឡជ័យយកមួយមកកុំទាញឡើងពេលមុតធ្លាក់កឡជោកឡជ័យខ្ញុំប្រហែលអាទិត្យអីព្រោះអ្នកឲ្យបងអាទិត្យនេះប្រហែលជាប៉ះសំនួរណាដែលស្រាលស្រួលបាទមិនពិបាកទេចូលរាប់សัตว์ឥតឆ្អឹងឲ្យបាន5សัตว์ឥតឆ្អឹងសัตว์ដែលគ្មានឆ្អឹងចលែន1ឆ្លើង2ពស់អត់ទេចលែនឆ្លើងតកៅ3តដេវិញនឹងអត់ទេដុកដឿតកៅវាប្រភេទតកៅដែរបាទហ្នឹងដឿផ្សេងវាឈ្មោះហ្នឹងហើយមួយទៀតបងជ្រឹងអត់ទេមូសអត់ទេមូសហ្នឹងមូសមានឆ្អឹងចង់ថាមូសមានឆ្អឹងអត់ទេព្រោះថ្ងៃមុនមើលរាត្រីកំសាន្តឃើញមូសធំពេកអូអាហ្នឹងមូសក្រូចឲ្យមូសពាក់មីហ្នឹងហើយមូសខ្ញុំចាយីចង់មូសមមានឆ្អឹងតែឥឡូវត្រូវអត់ត្រូវហើយមូសមមានឆ្អឹងណាអត់ទេខ្ញុំចង់សួរថាខ្ញុំឆ្លើយមិញហ្នឹងវាត្រូវចលៀនឆ្លើងតកៅដុកដឿមូសចាបាទចូលរុយក៏បានរុយក៏បានដែរហូបបានតែខ្ញុំអញើតវាពេកខ្ញុំមិនសូវហៅវាបាទគាត់ខ្លាចរុយតែគាត់ឆ្លាញ់ឆ្លើងឲ្យតកៅអរគុណឥឡូវខ្ញុំចង់មើលសកម្មភាពខាងក្រៅតើលោកសវណ្ណរិទ្ធីហើយ Victor មិនពូញ៉ាញ់ទេណាចាបងប្អូនមួយចំនួនគាត់យល់ច្រឡំថាបងរ៉ាឌីគឺជាអ្នកដែលទៅបញ្ញាអារម្មណ៍អីណាវាក់អីចឡើងតក់យើងកញ្ញាញ់ហ្នឹងណាគឺមិនមែនទេមុខគាត់ពូញ៉ាញ់ទេចាពូញ៉ាញ់បាទហើយលោក Victor អូគាត់ច្បល់សមិនដែលចេញមុខទេ Victor Hugo ដែលចេញមុខទេចាគាត់ថាថ្មីហ្នឹងខ្ញុំឆ្ងល់សម្រស់ប៉ុណ្ណឹងដែរហៅឡើងទូអត់មានចេញឃើញញ៉ាញ់ទៅវត្តបាទហើយបងប្អូននៅវត្តហ្នឹងច្រឡំថាអូលោក Victor មកហើយតែប៉ុន្តែលោក Victor គាត់នឹងក្រោយគាត់ដើរមកមានគេស្គាល់ទេបាទលោក Victor លាក់មុខដល់ណាទស្សនាវដ្តីសូមសម្ភារដែរប៉ុន្តែលោកអត់ចេញមុខបាទគាត់ថាចាំមើលដល់ពេលដែលគាត់ចេញអញ្ចឹងហ្មងបាទឥឡូវនេះសូមអញ្ជើញបាទអស់លោកសិស្សអ្នកកញ្ញាបាទទស្សនាវីដេអូសម្ដែងបាទដូចតទៅ
ព្រៃសត្វតែព្រៃអាស័យចឹងបើមានខ្មុំបានសបុកយើងលោកលៀកគប់ឲ្យវាដេញតិចលេងមិនទេហ៎ហើយមកដល់ព្រៃទៅមកស្វាយហើយស្វាយច្រឡំគ្នាវាហេមកដើមឈើធំធំចឹងមកលុបឲ្យចេះឆៃទៅជាច្រាត់មកអាដឹងអាស័យខាងនេះមិនបានចូលរងហ្នឹងដឹងអត់ហេអានេះអាស័យឈ្មោះនេះស័យមានគឺបើបងនេះតែបើសិនទៅទូនេះចឹងហើយមានពូពួកយើងលឿមកប៉ុណ្ណេះហើយមាននៅចងជួយទៅទម្លាក់ក្បាលមកខាងគាត់ដាក់ស៊ីទៅគ្រប់បាត់នេះស្លាប់ពូកូនអាស័យតែទៅរកឡើងទីនេះមាត់ស៊ីអំបិលប្រហុកអាកំចេញនិយាយច្រើនពេកដើរអត់មើលហ៎ជាប់នេះទៅអង្គុយថ្ងៃនោះជាទៅអូរកកន្លែងអីបោះដីមិនបោះទេបោះដីស្អីក្រាស់ទៀតនេះហ្នឹងហើយជួយក្រាស់នេះជួយណាអូនេះខិតនេះវត្តអង្គុយអេមសេនណាអង្គុយចាំដល់អង្គុយទៅនិយាយច្រើនម៉ែខ្ញុំធីលើខោមួយសិនផ្លែឈើយកមានរសជាតិឈ្ងុយស្ងាញ់ហើយមុំហ៎ព្រៃហ៎ព្រៃយ៉ាងទៅនំមានខ្មោចលាក់សក់មកតើមកឲ្យយើងនឹងរត់ជន់យើងនេះមិនទេអត់ខ្លាចមានខ្លាចសត No និយាយរឿងខ្មោចហ៎ដូនតាឯងមិនដែលចេះខ្លាចខ្មោចបាទឯងអត់ខ្លាចទេខ្លាចខ្មោចស្អីចេះខ្លាចស្អីយកមួយទៀតខ្លាចខ្មោចយកកម្លាំងបើឯងខ្លាចចឹងមិនដើរវាយកែបានទេហើយអូយវាយបានពេញថងអាភ្លៀងដើរឆ្នាំនោះហ្នឹងអូដល់វាយកែបាទអូវាយកអាភ្លៀងមកខ្លាំងល្ងឹតជប់មកខ្យល់បក់មកយើគឺឯងដើរទៅភ្លេចគាត់អូខ្មោចដល់គ្រប់3ថ្ងៃអូគឺដាក់ដុតទំថ្មីចែឯងចាក់ពិលទៅចំឈិតទៅបានមើលទៅខ្ជូមួយនឹងថ្មីចែហូទុំព្រលឹងវិញមកឯងមានពិលចេះបាច់ទៅអោភ្លៀងខ្យល់មកគោលន់ឌូធ្វើច្បាស់ហើយរៀបមកលឿងពិលទៅចំមកទុំតោះពងមានប៉ុណ្ណឹងបាត់លើតាយមកចឹងសទាំងអស់មកលើកឡងខំដល់ឯងទៀតឯងទៅតាមចុចចឹងតែធ្វើតែឯងដល់ឯងអត់បាច់ដេញតាមហ្មងដេញតាមទៅវេចូលទឹកអាចទៅតាមនឹងទឹកទៀតតាមទឹកចឹងងើបទឹកវិញខ្លាចអីទេវ៉ែខ្លាចទេងើបអត់ចាក់នេះមិនតែខ្មោចស្រុកឯងទេមិនគេខ្មោចមិនអ៊ីនឹងគាត់ពូធំគាត់មានប្តីមានអីប្តីគាត់ទៅស្រុកឆ្ងាយទៅពេលគាត់ស្លាប់ទៅគឺយកគាត់ទៅកប់លើកដាលព្រៃគេធ្វើគេមានភ្នោមួយគេធ្វើអាដេញណែតបលភ្នោប្រហែលជាកន្លះម៉ែទេកម្ពស់កន្លះម៉ែពីដីទេគាត់ទៅព្រៃជ្រៅតែប្រហែលកប់បាន5 6ថ្ងៃតាមួយក៏បាត់គូក៏ដើររកគូគាត់ដើរដល់គឺមេថៃម៉ោង1ម៉ោង7ល្ងាចយកលឹងហ្នឹងលោកគាត់ចូលក្នុងពេលរកគូគាត់ចូលដល់មិនស្គាល់មកស្ដាប់អត់ណាស់ដែរជិះខ្លាចរកកន្លែងខ្លាចគ្មាននេះមកអាយលោតមកខ្មោចលោតមកអូអត់ខ្លាចទេខ្លាចអីខ្មោចដល់ហើយខ្លាចទេដល់ហើយដល់គាត់វិញក្នុងព្រីងវិញទៅមកមើលមកអត់រកកន្លែងផ្លូវចិត្តឃើញមកខ្មោចនាំផ្លូវមកហ្នឹងហើយដល់ហើយដល់មើលថែម៉ោង9យប់មើលចង់ស្លុបល្ងឹតឈឹងហ្មងមើលឈឹងម៉ោង9ព្រមតោខ្វោឆ្កែព្រុសដល់ហើយអាខ្លែងស្រាក់ហោះខ្វាក់តាដើរលេលើដល់ហើយខ្
ឃើញខ្មៅចឹងឃើញស្រីម្នាក់អង្គុយស្អាតសក់សក់វើញចឹងស្ដាប់អត់ស្ដាប់គេកំពុងតែនិយាយគេស្ដាប់ណែខ្លាចឆ្ងល់ខ្លាចអីនេះខ្លាចទេតាមស្ដាប់ហើយលោកអត់លឺនិយាយទៀតដល់ហើយទឹកតាទៅសួរអេបងអូនមួយហើយមកអង្គុយនឹងស្អីសួរគេសួរជាបែបហ្នឹងខាងមានឃើញគោខ្ញុំអត់ឃើញទេតិចមកយ៉ាងងោនិយាយយ៉ាងនេះខ្លាចអីពួកហ្នឹងមកឆ្ងល់ដល់មកខ្លាចអានេះដល់ហើយសួរទៀតសួរមកចេះសួរជំនុំគាត់ទៀតឆ្ងល់ស្អុយអីដូចឃីដូចខ្មោចអានេះស្អុយខ្មោចយ៉ាងនេះឆ្ងល់បែបខ្លាចអីគេឆ្ងល់ដល់នេះមួយថ្ងៃនៅនឹងធ្វើអីដល់ហើយមកទៀតខ្ញុំចាក់ធុំខុនស្អុយអីងាកមើលនេះប៉ុនចានគុំអើមកក្រៃវិញមកខ្លាចអីងល់ដល់ហើយគាត់តែនិយាយចាំដល់ម៉ែទៅខ្លាចអីវាខ្លាចទេចានគុំតាងលូតរត់ដូចឯងហ្នឹងយកខ្មោចចាប់លឿនចាប់ញ៉ៃមែនចាប់អញចាប់ទេនេះអញទេមកអញនេះអញបាត់ខ្មោចអញនេះខ្មោចដៃសាដូចអញចឹងដល់ហើយតែមកអញនិយាយនៅស្ងៀមមិនthấyមកអញនេះដល់មើលមកថាកុំទៅណាតាខ្ញុំអបសក់ម្នាក់ឯងខ្ញុំចង់ស្ដាប់បទចម្រៀងបទក្រំចំណងជើងថាចាញ់ស្នេហ៍អូនចាញ់ស្នេហ៍អូនទៀតហ្នឹងវាពិតចាគឿបចាញ់ស្នេហ៍អូនចេះតែនិយាយមកអានេះអញក៏មានរឿងខ្មោចមួយដែររឿងគេនន់តាញគាត់និយាយប្រាប់នៅស្រុកអញហ្នឹងគាត់ទៅបរទេសដឹកអោម៉ោង4ម៉ោង5ល្ងាចបៀតភ្លឺមានស្រីម្នាក់សុំជិះអតេតើគាត់ឃើញដាច់ប្រយ៉ាលកូនគេកូនអញដឹងមកពីណាគាត់អាណិតគាត់ឲ្យជីដល់ពេលអត់ដល់ឡាអើយមិនហ្នឹងដល់ពេលឲ្យជីអតេអញ្ចឹងទៅលេងទៅអញទៅអញកន្លែងនោះអញទៅរត់នេះមួយមកខ្លាយអីទៅគាត់តែគួយតាំងដែរដល់ពេលឲ្យជីអតេអញ្ចឹងទៅជីបានប្រហែលជាកន្លះគីឡូលេងស្រីនឹងទៅសួរមកយកតាឯងខ្លាចខ្មោចអត់តាថាមកយកតាគាត់ថាអើយចដូនចតាខ្ញុំដើរចេះខ្លាចខ្មោចឯចៅអើយដល់ពេលសួរអញ្ចឹងហើយតាក៏បរតេសទៅបានប្រហែលជា4-10ម៉ែត្រសួរទៀតឧទាហរណ៍ថាតាមេខ្មោចលៀងដាត់តាឯងខ្លាចអត់លេងតាគាត់ថាអើយអត់ខ្លាចទេដល់ពេលអត់ខ្លាចអត់ទាន់ងាកមើលដល់ពេលអញ្ចឹងទៅលេងមកនឹងសួរទៀតសួរមិនតាឧទាហរណ៍ថាខ្មោចនោះលេងលីក៏ប៉ុនចានគោមហើយមុខអាក្រក់តាឯងខ្លាចអត់លេងមានអីតាលេខមើលមានខ្លាចទៅក៏លេខក្រោយទៅលេខបាត់ខ្លាចអីក៏និយាយសោះធំអានេះមិនរែងអាខ្លាចណាមើលឡើងនិយាយបាយសុំនិយាយឈប់ហើយនិយាយរឿងខ្មៅសាឡាតានៅមើលនៅម្នាក់ឯងមើលខ្មោចទីម៉ៃនេះបងលោតមើលឡងអញឥឡូវអីមើលទីម៉ៃនេះបងតមកតាទៅរត់ទៅនេះមកទិញមហូបឯងមើលកន្លែងណាអត់មកលោតវើខ្លាចអីខ្មៅឡើងខ្លាំងខ្លោយលោតមកលោតមកឡងលោតបំឡងលោតបឹងបាក់ក្លងកប់លោតអូអមត់ធីតាជ្រឹកឌឺទៀតហ៎ចៅអើយតាគឺនោះមួយកាត់សាញ់សិនមកកុំយកផងអញហើយចាអង្គុយហ្នឹងកំលុតទឹកឯងចាហេ Hello មានស្នេហ៍បែបភាំងមករកបងស្ដាំផ្គរឆ្លើយឆ្លងផ្ដដងរកគ្នាចាព្រោះប៉ុណ្ណឹងចាចាប់អារម្មណ៍ទៀតចាហើយចានៅរស់ចាខ្លាចខ្មោចទេការនៅរស់ខ្លាចដូចតែគ្នាហ្នឹង